ក្រមយុវជនសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញបានប្រើទិវានៃសេចក្តីស្រឡាញ់ Valentine's Day ថ្ងៃ14កុម្ភៈជាទិវាផ្ដល់ការស្រឡាញ់អាណិតអាសូរដល់ក្រុមកុមាររសម្រាមនៅទីលានបឹងជើងឯកដែលមានការចែកអំណោយជាសម្ភារៈជាច្រើនថែមទៀតសហភាពសហព័ន្ធយុវជនរាជធានីគឺជាចង្កោមយុវជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តមសាយសំអាលដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងបរិស្ថានសហភាពសហព័ន្ធយុវជនរាជធានីគឺជាសាខាមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសដឹកនាំដោយឯកឧត្តមហ៊ុនម៉ាណីបុត្រាសម្ដេចតេជោសែននៅថ្ងៃទី14កុម្ភៈដែលជាថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់នេះសាខាយុវជនសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញប្រមាណជាង100នាក់ដឹកនាំដោយមន្ត្រីតំណាងលោកសៀងធីរ៉ាបាននាំយកនៅអំណោយដូចជានំចំណីមីភេសជ្ជៈសៀវភៅប៊ិចចែកជូនដល់កុមារសម្រាមនៅទីលានចាក់សម្រាមបឹងជើងឯកក្នុងគោលបំណងបង្ហាញក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដល់កុមារក្រីក្រទាំងឡាយនៅថ្ងៃទី14កុម្ភៈនេះបននៃក្តីស្រឡាញ់គឺម្នាក់យុវជនស្រទាប់យុវជនយើងទាំងអស់គ្នាតែយល់ថាច្រឡំថាក្តីស្រឡាញ់គឺជាការស្រឡាញ់គ្នារវាងគូស្នេហាឬក៏តែចំពោះពួកខ្ញុំវិញខ្ញុំគិតថាបននៃក្តីស្រឡាញ់គឺជាការចែករំលែកក្តីស្រឡាញ់ទៅដល់បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់ថាកុមារឬសម្រាមចាក់សម្រាមឬក៏មិនប្រកាន់ពូជពណ៌សម្បុរទាំងអស់ហើយក៏ជារឿងមួយដែលថាមេខ្ញុំដែលអាយដាមរដ្ឋមន្ត្រីសែនសម្អាលហ្នឹងលោកតែងតែនិយាយថាយើងទាំងអស់គ្នាគួរណាស់តែយកថ្ងៃនៃក្តីស្រឡាញ់នេះចែករំលែកការស្រឡាញ់របស់យើងទាំងថវិកាក្តីទាំងសម្ភារៈក្តីជូនដល់បងប្អូនប្រជាជនដែលត្រូវការចាំបាច់បំផុតពីព្រោះពួកគាត់ត្រូវបានគេបងប្អូនប្រជាជនមួយចំនួនបំភ្លេចគេចោលតែចំពោះយើងទាំងអស់គ្នាដែលជាសិស្សសានុសិស្សទាំងអស់គ្នាគឺគិតថាយើងគួរតែមកទីនេះពីព្រោះទីនេះគឺជាកន្លែងមួយដែលយើងអាចរកឃើញនៅការចែករំលែកការស្រឡាញ់ពិតប្រាកដរបស់យុវជនយើងចង់លើកកម្ពស់ស្មារតីពួកគាត់ថាពួកគាត់មិននៅតែឯងទេគឺពួកគាត់គឺមានក្រុមយុវជនខ្ញុំនៅជាមួយលើកទឹកចិត្តពួកគាត់ដើម្បីឲ្យពួកគាត់ខំប្រឹងរស់នៅក្នុងជាបន្តទៀតជាមួយនឹងប្រទេសជាតិរបស់យើងដែលកំពុងតែរីកចម្រើននៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ហ្នឹងក៏ជាថ្ងៃមាឃបូជាផងដែរនាងខ្ញុំក៏ចង់បង្ហាញនៅគោលបំណងដែលយើងខ្ញុំចោះមកហ្នឹងគឺដើម្បីលើកកម្ពស់ជីវភាពប្រជាជនដែលកំពុងជួបការខ្វះខាតហើយណាមួយគឺការចែកក្តីស្រឡាញ់ទៅដល់ក្មេងៗទាំងអស់ឲ្យដឹងថាក៏មានអ្នកទាំងអស់គ្នាជាប្រជាជនខ្មែរស្រឡាញ់និងគាំទ្រពួកគាត់ដែរកុមារដែលរត់សម្រាមដែលបានទទួលអំណោយនាព្រឹកមិញនេះត្រូវគេនិយាយថាគឺជាកុមារដែលមានទីលំនៅក្បែរទីចាក់សម្រាមនិងកុមារខ្លះត្រូវគេឃើញថាបានចូលសាលារៀនកុមារខ្លះទៀតត្រូវគេឃើញថានៅមិនទាន់បានចូលសាលាដើម្បីទទួលការអប់រំនោះទេនៅក្នុងប្រទេសកម្ពុជាកុមារយោងតាមតួលេខកាលពីឆ្នាំ2010បានបង្ហាញថាមានកុមារចំនួន30,000នាក់គឺជាកុមារដែលបានធ្លាក់ចូលក្នុងទម្រង់ពលកម្មកុមារប៉ុន្តែកិច្ចសន្យារបស់កម្ពុជាក្នុងការលុបបំបាត់ពលកម្មកុមារត្រូវគេនិយាយថានឹងព្យាយាមបំបាត់ពលកម្មកុមារឲ្យបាននៅឆ្នាំ2016ខាងមុខនេះនៅក្នុងទីលានចាក់សម្រាមបឹងជើងឯកកុមារនិងអ្នករើសសម្រាមប្រមាណ300នាក់ត្រូវគេឃើញបានចូលរួមក្នុងពិធីចែកអំណោយក្នុងទិវាថ្ងៃ14កុម្ភៈនេះយុវជនមុតមនីនៃសហភាពសហព័ន្ធយុវជនរាជធានីដែលបានចោះចែកអំណោយជាមួយនឹងយុវជនដទៃទៀតបានបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងនេះខ្ញុំជាយុវជនក៏ដូចជាយុវជនសហភាពសហព័ន្ធរាជធានីភ្នំពេញមានអារម្មណ៍សប្បាយរីករាយក្រៃលែងដែលបានចង់មកជួបបងប្អូនរត់សម្រាមនៅទីលានជើងឯកបឹងជើងឯកនេះផងដែរហើយខ្ញុំសប្បាយរីករាយនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះគឺពួកខ្ញុំបានពំនាំនៃសេចក្តីស្រឡាញ់ក៏ដូចជាអំណោយបន្តិចបន្តួចមកជូនបងប្អូនក៏ដូចជាកុមារក្រីក្រក៏ដូចជាកុមារទុរគតដែលគ្មានទីពឹងហើយខ្ញុំក៏សូមអំពាវនាវទៅដល់យុវជនយុវតីទាំងអស់នាំគ្នានៅក្នុងថ្ងៃទិវាបុណ្យទិវានៃសេចក្តីស្រឡាញ់នេះសូមនាំគ្នាកុំធ្វើអំពើដែលមិនល្អដល់សង្គមគួរនាំគ្នាទៅធ្វើអំពើល្អជួយកុមារក្រីក្រក៏ដូចជាធ្វើអំពើសប្បុរសធម៌នៅក្នុងសង្គមក៏ដូចជាជនរួមជាតិទាំងអស់សកម្មភាពយកចិត្តទុកដាក់លើកុមារកំព្រាត្រូវគេកត់សម្គាល់ថាមានសេវានៅស្ទើរគ្រប់ខេត្តទូទាំងប្រទេសកម្ពុជានាពេលនេះក្រុមកុមារតាមខេត្តខ្លះត្រូវគេនិយាយថាក៏បានទទួលការយកចិត្តទុកដាក់ពីបណ្ដាសប្បុរសជននានានៅថ្ងៃទី14កុម្ភៈនេះផងដែរ
ក្រុមកុមារសម្រាមដែលបានទទួលអំណោយពីក្រុមសហភាពសហព័ន្ធយុវជនរាជធានីត្រូវគេឃើញថាបានសម្ដែងក្តីរីករាយនិងរំភើបជាខ្លាំងចំពោះការយកចិត្តទុកដាក់របស់ក្រុមយុវជននិងពួកគេបានថ្លែងបង្ហាញអារម្មណ៍តបមកវិញយ៉ាងនេះសប្បាយចិត្តបងខ្ញុំថាអ្នកបងគាត់ជួយយកចិត្តទុកដាក់ខ្ញុំក៏ចង់ក្មេងៗអ្នករត់សម្រាប់ដូចខ្ញុំចង់ឲ្យពួកបងនិស្សិតមកលើកក្រោយទៀតបើបានមកលើកក្រោយទៀតពួកខ្ញុំសប្បាយចិត្តនៅថ្ងៃទី14កុម្ភៈនេះផងដែរក្រុមមនុស្សមួយចំនួនត្រូវគេឃើញបាននាំគ្នាទៅកាន់វត្តអារាមដោយសារតែថ្ងៃទី14កុម្ភៈនេះក៏ជាថ្ងៃមាឃបូជាផងដែរក្រុមយុវជនមួយចំនួនទៀតត្រូវគេឃើញថាបាននាំគ្នាទៅផ្ដល់ឈាមនៅមន្ទីរពេទ្យដើម្បីបង្ហាញទឹកចិត្តអំពីការចង់ជួយសង្គ្រោះជីវិតអ្នករងគ្រោះដែលត្រូវការឈាមជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅថ្ងៃទី14កុម្ភៈនេះផងទៀតក៏មានការបារម្ភអំពីភាពភ្លើតភ្លើននៃក្រុមយុវជនមួយចំនួនដែលនៅមិនទាន់យល់អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់ហើយនាំគ្នាទៅប្រព្រឹត្តនៅរឿងដែលខុសពីប្រពៃណីដើមរបស់ពិធីបុណ្យនេះផងដែរដូចជាការបូជាខ្លួនប្រាណដល់ដៃគូសង្សារនោះជាដើមទិវា Valentine's Day ដែលមានតាំងពីសតវត្សទី18ក្នុងប្រទេសអង់គ្លេសគឺជាទិវាដែលបង្ហាញពីការនឹករលឹកជ្រាលជ្រៅអាណិតស្រឡាញ់គ្នាទៅវិញទៅមករវាងសាច់ញាតិបងប្អូនមិត្តភ័ក្តិដោយការជូនផ្កាគ្នាទៅវិញទៅមកការជូន postal card ជាមួយការសរសេរសម្ដែងការនឹករលឹកគ្នាប៉ុន្តែនៅកម្ពុជានេះវិញក្រុមយុវវ័យភ្លើតភ្លើនត្រូវគេបានឃើញប្រើប្រាស់ទិវា Valentine's Day ខុសពីអ្វីដែលជាទំនៀមទម្លាប់ប្រពៃណីដើមរបស់អ្នកបង្កើត Valentine's Day នោះទៅវិញក្នុងលិខិតដាស់តឿនមួយរបស់ក្រសួងអប់រំចុះថ្ងៃទី12កុម្ភៈលិខិតបានសរសេរថាក្រសួងមានការសោកស្ដាយយ៉ាងខ្លាំងដោយសង្កេតឃើញមានយុវជនយុវនារីសិស្សានុសិស្សមួយចំនួនតូចបាននឹងកំពុងភ្លើតភ្លើនភ្លេចខ្លួនទន្ទោតាមការអូសទាញរបស់មិត្តមិនល្អដោយខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដូចជាយល់ថាទិវានៃក្តីស្រឡាញ់ថ្ងៃទី14កុម្ភៈគឺជាថ្ងៃដែលត្រូវបូជាខ្លួនប្រាណជូនគូសង្សារបណ្ដាលឲ្យជ្រុលជ្រោះបាត់បង់កិត្តិយសថ្លៃថ្នូររបស់ខ្លួននិងក្រុមគ្រួសារទៀតផងលិខិតរបស់ក្រសួងអប់រំបានដាស់តឿនមាតាបិតាសូមឲ្យជួយដាស់តឿនកូនចៅនិងលិខិតក៏បានដាស់តឿនយុវជនយុវនារីសិស្សានុសិស្សទាំងអស់សូមប្រកាន់ឥរិយាបថថ្លៃថ្នូរប្រុងប្រយ័ត្នកុំបណ្ដោយឲ្យចាញ់បោកមិត្តមិនល្អជនខិលខូចឬជនឱកាសនិយមនាំឲ្យខូចខ្លួនប្រាណនិងបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនិងធ្វើឲ្យអាប់អោនដល់ទំនៀមទម្លាប់ប្រពៃណីជាតិកម្ពុជាផងដែរមុតមនិកអប្សរានេត